រាល់ថ្ងៃនេះបងប្អូនអើយបាន TikTok ហ្នឹងឯងគាត់បានថតបង្ហោះថតបង្ហាញឲ្យបងប្អូនឃើញថាយើងរកស៊ីអីលក់អីទីតាំងនៅណាអីចឹងណាបងប្អូនព្រោះសម័យនេះតែយើងអត់ហ៊ានបង្ហោះវីដេអូអត់ហ៊ានបង្ហាញបង្ហោះរូបខ្លួនឯងតែយើងលក់អីរកស៊ីអីទេគឺមិនងាយទេបងប្អូនព្រោះសម័យនេះសម័យ TikTok ហើយបងប្អូនភាគច្រើនបងប្អូននិយមមើល TikTok ចឹងទេយើងរៀនកាត់វីដេអូយើងផុសនៅអ្វីដែលយើងមានបងប្អូនណាបើយើងឡើងតែខ្មាស់អៀនយើងដាច់បាយបងប្អូនបាទឥឡូវនេះជាសកម្មភាពបាទកន្លែងអាំងជ្រូកកដុលពីហាងពូម៉ៅបងប្អូនហើយសម្រាប់ជ្រូកកន្លែងពូម៉ៅដែរបងប្អូនឃើញសកម្មភាពការអាំងជ្រូកកន្លែងពូម៉ៅហើយគឺយើងចំអិនថ្មីក្តៅតែម្ដងបងប្អូនហើយប្រភេទជ្រូកដែលពូម៉ៅយកមកប្រើនេះគឺជាប្រភេទជ្រូកកដុលក្នុងស្រុក 100% ចិញ្ចឹមដោយបងប្អូនប្រជាពលរដ្ឋខ្មែរយើងហើយពូម៉ៅយកមកចំអិននេះគឺយើងប្រឡាក់ថ្មីអាំងថ្មីជូនអតិជនដូចបងប្អូនឃើញជ្រូកច្រើនណាស់បងប្អូនអើយបាទខែរដូវម្ដងគឺថាបងប្អូនកំងច្រើនមែនតើហើយនិយាយពីការអាំងជ្រូកពូម៉ៅវិញបងប្អូនឃើញហើយគឺយើងបង្វិលមួយបងប្អូនអើយនិយាយពីថាស្រក់ខ្លាញ់ឈឺអ្នកអង្គុយបង្វិលនិយាយពីក្លៀនស្រក់ទឹកមាត់ហើយឈ្ងុយបងប្អូនឃើញអញ្ចឹងឯងអង្គុយអាំងបង្វិលនឹងឈ្ងុយបងប្អូនអញ្ចឹងសម្រាប់ពុកម៉ែដែលបងប្អូនចង់បានបងប្អូនអាចកំងពីពេកពូម៉ៅបានធានាជូនជាជ្រូកកដុលក្នុងស្រុក 100% សម្រាប់បងប្អូនយកទៅធំឆ្អេះធំសាមានបញ្ហាពូម៉ៅដូរថ្មីជូនហើយនិយាយពីខែរដូវម្ដងបងប្អូនអើយតលតកក់មុនបើអត់កក់មុនទេអត់បានទេដោយសារភ្ញៀវកំងច្រើនមែនតើបន្ទាប់ពីយើងអាំងឆ្អិនហើយបងប្អូនណាមើលស្បែកឡើងក្រហមពងកាឡាតល្អណាស់បងប្អូនអើយនិយាយពីថារសជាតិមានគ្រប់រសជាតិមានរសជាតិដើមមានរសជាតិអាំងអំបិលម្ទេសអាំងអំបិលម្ទេសមកចំហៀងអត់មកចំហៀងនិយាយពីថាស្បែកវិញស្រួយស្រាប់តែម្ដងបងប្អូនអើយបងប្អូនមើលតែក្នុងរូបនេះទៅតំណមិនតំណបងប្អូនជួយដាក់បន្ទុកឲ្យផងហើយសម្រាប់បងប្អូនដែលចង់បានអាចឆាតមកពូម៉ៅឬក៏ call តាមរយៈលេខទូរស័ព្ទរបស់ពូម៉ៅបងប្អូនហើយសម្រាប់ page របស់ពូម៉ៅទាំង TikTok ទាំង page Facebook ទាំង page ផ្លូវការគឺមានរូបពូម៉ៅទាំងអស់បងប្អូនណាបាទអញ្ចឹងទេសម្រាប់បងប្អូនដែលចង់បានជ្រូកកដុលក្នុងស្រុក 100% អាំងថ្មីចំអិនថ្មីជូនបងប្អូនអាចមើល page ពូម៉ៅបានរាល់ការកំងបងប្អូនគឺបងប្អូនចំណាយពេលតែ2ទៅ3ម៉ោងទេសម្រាប់បងប្អូនដែលនៅក្នុងក្រុងភ្នំពេញបងប្អូនណាហើយធានាជូនជ្រូកដឹកទៅដល់អត់ស្រួយអត់ឲ្យបងប្អូនយកទេហើយសម្រាប់ជ្រូកពីខាងពូម៉ៅបងប្អូនទិញទៅបងប្អូនទទួលបានបន្លែបាញ់ហយទឹកជ្រលក់គ្រឿងក្នុងហើយជាពិសេសនោះគឺថា free សេវាដឹកដល់ចដាលផ្ទះជូនបងប្អូនតែម្ដងអត់ឲ្យខកម៉ោងខកពេលវេលាទេបងប្អូនណាបាទអញ្ចឹងបើបងប្អូនត្រូវការអាចឆាតមកពូម៉ៅឬក៏ call មកពូម៉ៅបានអរគុណច្រើនបងប្អូន